ខ្ញុំនៅតែកោតសរសើរគឺអាចនិយាយបានថាគឺកោតសរសើរអស់ពីចិត្តតែម្ដងគឺសម្រាប់ខ្ញុំផ្ទាល់ទៅលើកីឡាករ Lamine Yamal វ័យ17ឆ្នាំរូគេបានមកចូលរួមជាមួយនឹងក្លឹប FC Barcelona នៅឈុតធំនៅក្នុងអំឡុងឆ្នាំ2021-2022 ប៉ុន្តែរដូវកាលដំបូងរូគេមិនសូវជាលេចធ្លោណាស់ណាទេបើយើងក៏លេចនៅលើកមកមើលនៅពេលបច្ចុប្បន្ននេះវិញរដូវកាល2024-2025នេះវិញកីឡាករ Lamine Yamal គឺអាចនិយាយបានថាគឺជាកម្ពុជាកីឡាករវ័យក្មេងមួយរូបដែលលេងឲ្យក្លឹប FC Barcelona នៅពេលបច្ចុប្បន្ននេះសម្រាប់កីឡាករ Lamine Yamal បានសាងសមិទ្ធផលជាច្រើនជាមួយនឹងក្លឹប FC Barcelona នៅក្នុងនោះគេជួយឲ្យក្លឹប FC Barcelona លើកពាន Spain Super Cup ពានរង្វាន់ Copa del Rey ហើយជាចុងក្រោយនេះគឺជាពានរង្វាន់ Spain La Liga ផងដែរបើគិតនៅទល់ពេលបច្ចុប្បន្ននេះនៅរដូវកាល2024-2025បើយើងសរុបទាំងពានរង្វាន់ទាំង4តែម្ដងនៅក្នុងនោះបូកបញ្ចូលក៏ពានរង្វាន់ UEFA Champions League ផងដែរគេបានបង្ហាញខ្លួនឲ្យក្លឹប FC Barcelona ចំនួន54ប្រកួតនិងរកគ្រាប់បាល់បាន18គ្រាប់និងអាស៊ីសឲ្យមិត្តរួមក្រុមរបស់ខ្លួនចំនួន25គ្រាប់ផងដែរយើងអាចនិយាយបានថាសម្រាប់កីឡាករ Lamine Yamal រូគេនៅមានការប្រកួតជាច្រើននៅទៀតផងដែរហើយអនាគតរបស់គេក៏ដូចជានៅវែងឆ្ងាយទៀតផងដែរហើយយើងសង្ឃឹមថានឹងឃើញកីឡាករវ័យក្មេងរូបនេះនឹងបង្ហាញអំពីសមត្ថភាពក៏ដូចជាបច្ចេកទេសលេងនៅលើទីលានវាលស្មៅផ្សេងទៀតឲ្យបងប្អូនរបស់យើងបានទស្សនាចុះសម្រាប់បងប្អូនរបស់យើងអាចនិយាយបានថានៅរដូវកាលនេះកីឡាករ Lamine Yamal បង្ហាញខ្លួនបានល្អដល់កម្រិតណាដែរហើយសម្រាប់ខ្ញុំផ្ទាល់គឺអាចនិយាយបានថាគឺ the best player number 1នៅក្នុងការប្រកួតក្របខ័ណ្ឌពានរង្វាន់ដូចជានៅក្នុង League La Liga ផងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ